ឥឡូវមកដល់ New Zealand វិញចាប់ផ្ដើមសម្រក់គីឡូបន្តទៀតហើយបងប្អូននិយាយទៅស្រកបានច្រើនដែរតាំងពីទម្ងន់ណាប៉ុន្តែអត់ទាន់ដល់គីឡូដើមរបស់ខ្ញុំទេអញ្ចឹងខោនេះអាឡុងតែឥឡូវស្លៀកទៅរៀងតឹងនេះការខ្ញុំទម្ងន់ឡើង20គីឡូបងប្អូនឡើងច្រើនខ្លាំងមែនតើហើយសម្រាប់អ្នកចង់សម្រក់ដបងឬក៏នៅអំបៅដោះកូនដូចខ្ញុំណាបងប្អូនអាចចាប់ផ្ដើមមួយថ្ងៃ3ពេលបានខ្ញុំឥឡូវពេលខ្លះញ៉ាំ3ពេលពេលខ្លះតែ2ពេលលេខ្ញុំធ្វើ fasting ដែរអញ្ចឹងណាតែអត់ប៉ះពាល់ដល់កម្លាំងខ្ញុំឬក៏ទឹកដោះរបស់ខ្ញុំអូនបើទឹកដោះហើយនឹងញ៉ាំបាយថែមឥឡូវហើយចុះអូនមួយឆ្នាំអីអញ្ចឹងសម្រាប់ខ្ញុំញ៉ាំអានេះប្រូតេអ៊ីនហើយនឹងម្សៅបន្លែហ្នឹងជំនួសអាហារពេលព្រឹកមួយពេលហើយល្ងាចឡើងខ្ញុំញ៉ាំមួយពេលទៀតអញ្ចឹងណាបងប្អូនហើយអត់ឲ្យយើងហេវហត់អស់កម្លាំងទេយើងមានកម្លាំងធម្មតាហើយមួយវិញទៀតហ្នឹងប្រូតេអ៊ីនគឺផ្ដល់សារធាតុចិញ្ចឹមជួយកសាងសាច់ដុំអីចឹងណាសម្រាប់ម្សៅបន្លែវិញមានបន្លែ40មុខមានវីតាមីនមាន fiber មាន probiotic ជួយដល់កាពះពោះវៀនជួយដល់ការលាយហាជួយដល់ការបត់ជើងអញ្ចឹងណាប្រូតេអ៊ីនមិនថាអ្នកសម្រក់ទេអ្នកគាត់ចាស់ហេវហត់អស់កម្លាំងគាត់ហូបបានដែរជួយឲ្យយើងមានកម្លាំងអញ្ចឹងណាហូបបានទាំងចាស់ទាំងក្មេងតែក្មេងចាប់ពី6ឆ្នាំឡើងបានហូបបានណាបងប្អូន